ជារបៀបដែលធ្វើឲ្យអ៊ីនធឺណិតទូរស័ព្ទដៃរបស់អ្នកនរគ្នាដើរលឿនជាងមុនហ្នឹងហើយអ្នកនរគ្នាវិធីសាស្ត្រមួយនេះគឺខ្ញុំទើបតែស្រាវជ្រាវមកដែរទេហើយនៅពេលដែលខ្ញុំធ្វើទៅគឺវាមានប្រសិទ្ធភាពសម្រាប់ខ្ញុំអញ្ចឹងហើយទើបខ្ញុំយកមកចែកម្លែកសម្រាប់អ្នកនរគ្នាអញ្ចឹងយើងមកមើលទាំងអស់គ្នាថាតើមុននៅពេលយើងកំណត់ហ្នឹងតើអ៊ីនធឺណិតទូរស័ព្ទដៃរបស់យើងហ្នឹងដើរបាន speed ចំនួនប្រមាណអូខេឥឡូវខ្ញុំនឹងធ្វើការតេស្តឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងអានេះជាអ៊ីនធឺណិតទូរស័ព្ទដៃដែលមានផ្ទាល់នៅទូរស័ព្ទដៃរបស់ខ្ញុំហ្មងអញ្ចឹងវាចាប់ផ្ដើមទៅហើយអ្នកនរគ្នាអញ្ចឹង speed របស់វាគឺ slow ខ្លាំងមែនតើអ្នកនរគ្នាយ៉ាគឺប្រហែលជាបានត្រឹមតែអ្នកនរគ្នាលទ្ធផលចុងក្រោយគឺបានប្រហែលជា 0.38 មេហ្គាបៃតគឺវាតិចខ្លាំងមែនតើអ្នកនរគ្នាអូខេអញ្ចឹងខ្ញុំនឹងកំណត់ឲ្យអ្នកនរគ្នាមើលថាតើនៅពេលដែលយើងបានកំណត់ setting ដែលនៅក្នុងទូរស័ព្ទដៃហ្នឹងតើវាល្បឿនវាខុសគ្នាកម្លាំងកម្រិតណាអញ្ចឹងរបៀបក្នុងការធ្វើគឺអ្នកនរគ្នាគ្រាន់តែនេះរបស់អ្នកនរគ្នាមកក្រោមមកអ្នកនរគ្នាយកកន្លែង data network នេះជួយវាជាប់មកបាទហើយបន្តមកទៀតអ្នកនរគ្នាយកកន្លែង SIM មួយនេះហ្នឹងហើយយកកន្លែងហ្នឹងមកហើយបន្តមកអ្នកនរគ្នាយកពាក្យថា access point name នេះអូខេបន្តមកអ្នកនរគ្នាធ្វើការកំណត់ដូចខ្ញុំអញ្ចឹងខ្ញុំនេះខ្ញុំកំណត់ហើយខ្ញុំចុចចូលឲ្យអ្នកនរគ្នាមើលជាដំបូងអ្នកនរគ្នាកន្លែង name នេះកន្លែង name ហ្នឹងអ្នកនរគ្នាអាចដាក់អីក៏បានដែរដូចខ្ញុំដាក់តែចនថ្មីអញ្ចឹងទៅហើយបន្តមកទៀតកន្លែង APN នេះអ្នកនរគ្នាអាចដាក់ឈ្មោះនៃប្រព័ន្ធទូរស័ព្ទដៃដែលអ្នកនរគ្នាកំពុងតែប្រើប្រាស់ណាហ្នឹងហើយហើយបន្តមកទៀតអ្នកនរគ្នាអស់ចុះមកក្រោមមកហ្នឹងអស់ចុះមកក្រោមមកអ្នកនរគ្នាយកកន្លែងនេះ authentication type អ្នកនរគ្នាចុចលើមើលកន្លែងហ្នឹងមកអ្នកនរគ្នាយកពាក្យថា AP or type ណាហើយបន្តមកទៀតកន្លែង APN type នេះអ្នកនរគ្នាគ្រីសមកទាំងអស់មកណាអ្នកនរគ្នាគ្រីសមកទាំងអស់មកដូចខ្ញុំជាដើមមកអូខេហើយបន្តមកទៀតកន្លែង APN protocol នេះអ្នកនរគ្នាយកពាក្យថា IPv6 កន្លែងAPN Roman នេះអ្នកនរគ្នាយក IPv6 និង IPv4 ដូចខ្ញុំដែរមកអូខេហើយបន្តមកកន្លែង barrier នេះ barrier អ្នកនរគ្នាចង់តត់ barrier នេះអ្នកនរគ្នាយកពាក្យថា LTE អូខេហើយបន្តមកទៀតអ្នកនរគ្នាយកពាក្យថា done មករួចបន្តមកអ្នកនរគ្នាយកកន្លែងគ្រីសនេះមកហ្នឹងណាចឹងមានន័យថាយើងកំពុងតែឈរលើអ៊ីនធឺណិតទូរស័ព្ទដែលយើងបានកំណត់ហើយអូខេអ្នកនរគ្នាបន្តពីយើងបានកំណត់នៅក្នុង setting របស់ទូរស័ព្ទដៃរបស់យើងហើយយើងទៅធ្វើការតេស្តទាំងអស់គ្នាថាតើបន្តពីយើងបានកំណត់ហ្នឹងដើរលឿនជាងអាមុនកម្រិតណាអូខេតោះឥឡូវយើងមកតេស្តទាំងអស់គ្នាអូខេហើយចាប់ផ្ដើមដើរហើយអ្នកនរគ្នាទៅហើយនេះឃើញវារៀងអាចជួយបានច្រើនអ្នកនរគ្នាបានប្រហែលជា5មេដែរអូខេអញ្ចឹងយើងទទួលបាន speed របស់យើងគឺចំនួន 4.93 មេហ្គាបៃតអាហ្នឹងនៅពេលដែលយើងកំណត់ហើយអ្នកនរគ្នាហ្នឹងហើយអញ្ចឹងវាអាចជួយបានហ្នឹងហើយជួយបានក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចថាសម្រាប់អ៊ីនធឺណិតទូរស័ព្ទដៃបើសិនជាយើងនៅខាងក្រៅតំបន់សេវាក៏ដូចជានៅឆ្ងាយជាពិសេសនៅឆ្ងាយពីក្នុងក្រុងហ្នឹងប្រកាសណាស់គឺវាអត់ដើរអត់សូវលឿនទេប៉ុន្តែគ្រាន់ថាការកំណត់ដែលខ្ញុំបានបង្ហាញអ្នកនរគ្នានេះគឺជាការកំណត់មួយដែលត្រឹមត្រូវដែលលក្ខណៈថាវាគ្រាន់បើយើងប្រើអូតូបន្តិចណាដែលមានចេញពីទូរស័ព្ទដៃផ្ទាល់ណាដល់ពេលយើង set ចឹងទៅវាអាចជួយឲ្យល្បឿនអ៊ីនធឺណិតទូរស័ព្ទដៃរបស់យើងហ្នឹងវារៀងរលូនជាងមុន